ភពលោកប៉ុន្តែគាត់មានកម្មវិធីថាមហូបប្រចាំគ្រួសារគាត់បដោះបដាធ្លាប់ខ្ញុំធ្លាប់ចូលរួមហ្នឹងគាត់ឲ្យយើងដឹងពីរសជាតិហើយនឹងអត្ថប្រយោជន៍បន្លែនីមួយៗអញ្ចឹងរយៈពេលមួយខែម្ដងប៉ុន្តែមួយខែម្ដងហ្នឹងប្រហែលជា1ម៉ោងកន្លះអីហ្នឹងគាត់ធ្លាប់យកជារូបភាពអញ្ចឹងណាដូចថារូបភាពបន្លែអញ្ចឹងមានតសក់មានតឡាយអីចឹងហើយថ្ងៃហ្នឹងត្រូវយើងចង់ស្លអីចឹងគាត់មានរូបភាពហ្នឹងហើយនឹងគាត់ហៅពួកខ្ញុំហ្នឹងចូលរួមទៅចាប់គ្រឿងផ្សំអីចឹងណាគ្រឿងផ្សំមានបន្លែមានសាច់ជ្រូកចេងស្ករអីហ្នឹងតាមយើងធ្លាប់ស្លហ្នឹងប៉ុន្តែគ្រាន់ថាគាត់ប្រាប់យើងហ្នឹងពេលបន្លែពីមុនយើងអត់ដឹងថាការ៉ុតហ្នឹងជំនួយអីទេប្រសក់ហ្នឹងជំនួយអីទេតែខ្ញុំធ្លាប់ដល់ពេលខ្ញុំបានចូលរួមក្នុងកម្មវិធីហ្នឹងទៅខ្ញុំដឹងថាបន្លែកាលមុនខ្ញុំធ្លាប់តែឆាធម្មតាក្នុងគ្រួសារខ្ញុំឆាតែបន្លែឆាតែស្ពៃចង្កឹះហ្នឹងមួយមុខហ្នឹងមានបានដាក់លាយគ្នាចឹងទេតាក់ទងនឹងម្ហូបអាហារហ្នឹងគាត់គម្រោងហ្នឹងជួយស្ត្រីខ្លាំងជួយឲ្យយើងបើពីស្ត្រីមេផ្ទះហ្នឹងជួយឲ្យយើងហ្នឹងចេះធ្វើអាហារបំពន់សម្រាប់ក្មេងចាប់ពី6ខែទៅ1ឆ្នាំហើយនឹងចូលរួមពីខាងគ្រួសារយើងប្តីយើងហ្នឹងចូលរួមខាងប្តីនឹងឲ្យចេះជួយទុកធរៈប្រពន្ធហ្នឹងធ្លាប់តែពីមុនបើយើងមកពីហត់អីចឹងជួនអីភ្លេចទាំងលាងដៃទៀតមុននឹងចាប់ធ្វើម្ហូបតែឥឡូវយើងធ្លាប់មុននឹងធ្វើម្ហូបយើងត្រូវលាងដៃឲ្យស្អាតទៅចាំយើងមកធ្វើបន្លែមកហាន់សាច់ជ្រូកអីចឹងទៅគាត់មានអារម្មណ៍សុបាយចិត្តហើយក៏កាត់បន្ថយឈឺគាត់ខ្ញុំអត់សូវចំណាយលុយទៅពេទ្យដោយសារខ្ញុំឲ្យគាត់ហូបបន្លែច្រើនអញ្ចឹងឲ្យសុខភាពគាត់ល្អអញ្ចឹងណាអញ្ចឹងកាត់បន្ថយលុយចំណាយនៅក្នុងគ្រួសារហ្នឹងច្រើនព្រោះមួយឆ្នាំហ្នឹងគាត់អត់សូវឈឺទេបើគាត់ឈឺហ្នឹងតែផ្ដាសាយតិចតួចយើងផ្សំថ្នាំលេប2 3លេបបាត់ហើយខ្ញុំមានអារម្មណ៍សុបាយចិត្តហើយនឹងចង់ឲ្យខាងអង្គការនឹងចុះមកផ្សព្វផ្សាយអ្វីដែលល្អសម្រាប់ប្រជាជននៅក្នុងភូមិខ្ញុំនឹងឲ្យបានច្រើនចាជាពិសេសហ្នឹងស្ត្រីនៃផ្ទះគាត់មកណែនាំអញ្ចឹងទៅដូចពីមុនខ្ញុំភាគច្រើនខ្ញុំអត់សូវបាយកូនហ្នឹងយើងមិនសូវចាប់អារម្មណ៍ពីរឿងបបរដាក់បន្លែអីច្រើនអីចឹងទេយើងធ្វើតាមថាំងយើងហូបអីបានកូនហូបហ្នឹងអញ្ចឹងណាឥឡូវហ្នឹងគាត់ចុះមកផ្សព្វផ្សាយខ្ញុំចេះបន្ថែមបន្លែនៅក្នុងមុខម្ហូបហ្នឹងច្រើនដែរនៅក្នុងភូមិនឹងស្ត្រីច្រើនភាគច្រើនបរិសុទ្ធអត់សូវទេប៉ុន្តែមានបរិសុទ្ធមួយចូលរួមដែរខ្ញុំចង់ឲ្យស្ត្រីនឹងពេលដែលគាត់ចុះទៅបណ្ដុះបណ្ដាគាត់ចុះទៅផ្សព្វផ្សាយខាងអង្គការស្បៀងអាហារពិភពលោកហ្នឹងឲ្យយើងនឹងចំណាយពេលចូលរួមជាមួយគាត់ទៅព្រោះថាយើងបានអត្ថប្រយោជន៍ពីខាងគាត់នឹងមកច្រើនហើយនឹងកែទម្លាប់យើងធ្លាប់តែហូបអាហារមួយមុខឥឡូវយើងបានបញ្ចូលបន្លែបន្ថែម2 3មុខចឹងណាចាមានប្រយោជន៍ទោះបីជាយើងខាត់ពេលវេលាតិចតួចប៉ុន្តែយើងបានប្រយោជន៍ទៅច្រើនចំពោះខ្ញុំគិតថាយើងទម្លាប់ហូបបន្លែឲ្យច្រើនអញ្ចឹងវាសុខភាពល្អហើយយើងទៅនឹងអនុវត្តថ្មីយើងទទួលបានផលប្រយោជន៍អញ្ចឹងណាតំបាន2 3ខែក្រោយហ្នឹងចាបើពីមុនមកយើងយកទម្លាប់គ្រួសារអញ្ចឹងណាមានបណ្ណាធ្វើប៉ុណ្ណឹងចាគាត់កម្រងគាត់ឈប់មកបរៀនកដាលប៉ុន្តែយើងធ្វើតាមគាត់បរៀនទៅយើងទទួលបានសុខភាពល្អហើយយើងនឹងកាត់បន្ថយលុយកាក់ដែលយើងយកលុយទៅពេទ្យមើលជំងឺកូនហ្នឹងណាកូនយើងក៏សុខភាពល្អកាលណាកូនសុខភាពល្អយើងក៏សុខភាពល្អគ្រួសារសុភមង្គលហ្នឹងហើយ